តាព្រោះមួយគ្រឿងបាក់បុកកកោគ្រឿងប្រិមិត្តទស្សនិកជនយើងគឺរត់ធត់មែនទេបងប្អូនប្រិមិត្តបាទហើយការនេះគឺការឡើងនៅតាមបណ្ដោយផ្លូវ217នៅជាប់នឹងអូស្ទៀនស្ទឹងមញ្ជ័យក្នុងសង្កាត់ស្ទឹងមញ្ជ័យទី1ខណ្ឌមញ្ជ័យរាជធានីភ្នំពេញបងប្អូនគឺនៅក្នុងមុខវត្តស្ទឹងមញ្ជ័យតែម្ដងទេទៅមុខបាទទេហើយបច្ចុប្បន្នទីចេកបាទពូឡានជិះពីណាមកវិញមកពីនោះវិញមកពីនោះបាទមកខាងនោះគ្នាប្រហែលអ្នកក្នុងឡាននោះ4នាក់5នាក់មិន4 5នាក់ហ្នឹងបាទមានអ្នករបួសអត់ទេមិនបងអត់មានអ្នករបួសទេណាបានអ្នក4នាក់4 5នាក់មានស្រីហ៎ម្នាក់មានស្រីមានក្មេងទៀតពូណាបាទនោះមិនទៀវហ្នឹងបាននេះគឺបកគោលភ្លើងដែលត្រូវរថយន្ត Toyota ព្រុសមួយគ្រឿងបុកបងប្អូនប្រិយមិត្តយើងបាទគឺបុកហើយរថយន្តហ្នឹងប្រហែលជា50 ម៉ែត្របងប្អូនប្រិយមិត្តបាទហើយនេះស្តុបនៃរថយន្តបាទតិចទីអស់ហើយហើយសំណាងដែរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគឺมันមានអ្នករងរបួសទេក្រោយពីការហេតុហ្នឹងគឺមានបាទជាប់មនុស្សជាប់អីនៅក្នុងរថយន្តហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនៅទីតាំងចិត្តទល់មុខវត្តស្ទឹងមញ្ជ័យហ្នឹងគឺជួយបាទវាយកញ្ចក់ដើម្បីយកអ្នកដែលជាប់នៅក្នុងរថយន្តចេញបានសម្រាប់ហើយបងប្អូនបាទទៅតាមការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋថាជីកនៅក្នុងរថយន្តនេះគ្នាមាន4ទៅ5នាក់មានតែក្មេងទៀតមិនដឹងថាគាត់បើកលឿនប៉ុន្មានទេបងប្អូនប្រិយមិត្តហើយបានរថយន្តតិចទីតែម្ដងនេះបងប្អូនឃើញនេះប្រសិនមកមានអ្វីបន្ថែមជួយវិញចំណុចនេះការកត់ត្រាតិចតែម្ដងបងប្អូនហើយណាមើលចុះបាទមិនដឹងថាគាត់បើកលឿនយ៉ាងណាទេបងប្អូនប្រិយមិត្តយើងបានបណ្ដាលឲ្យរថយន្តបាទគឺខូចខាតធ្ងន់ធ្ងរតែម្ដងណាបងប្អូនបាទគឺលុកទឹកវល់តែម្ដងណាដូចតែបងប្អូនឃើញទេបាទអានេះនៅក្នុងរថយន្តរបស់គាត់បងប្អូនយើងបាទគឺបាច់ទូពងទូអីតិចទីពេញហ្នឹងហើយបាទតែសំណាងណាបានបងប្អូនជាប្រវត្តិគាត់ជួយបាទយកតកង់យកឲ្យចេញពីក្នុងរថយន្តនេះបាទបានសម្រាប់ផងដែរប្រិមិត្តរថយន្ត Toyota ព្រុសមួយគ្រឿងនេះគឺស្លាឡេភ្នំពេញ2 BT បាទ20 គាត់84អ្នកបើកបរយកអត់ដឹងថាស្រីឬក៏ប្រុសទេបងប្អូនរថយន្តនេះគឺធ្វើដំណើរតាមបណ្ដោយផ្លូវ217ទិសដៅពីរវងចំណុចឈូកស្ទឹងមានជ័យឆ្ពោះទៅកាន់ស្ពានស្ទឹងមានជ័យហើយមកដល់ចំណុចនៃមុខវត្តស្ទឹងមានជ័យហ្នឹងបានរេចកោមកខាងស្ដាំដៃបុកនឹងបកគោភ្លើងបណ្ដាលឲ្យរថយន្តបាទវិលត្រឡប់ថយក្រោយហើយរងការខូចខាតធ្ងន់ធ្ងរខាងនៃរថយន្តប៉ុណ្ណឹងហើយ21ខែស្អីអាចគោភ្លើងវត្តបណ្ដាល20ជ័យទី2ខាងជ័យអូយសម្រាប់ទៅតែបុកប៉ុណ្ណឹងហើយមិនមានរងរបួសណាបងប្អូនបាទឥឡូវយើងឃើញថាបកកការផ្នែកផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនិងសមាជិកមូលដ្ឋានសង្កាត់ស្ទឹងជ័យទី1លោកបានចុះមកដល់ទីតាំងនៃកន្លែងកើតហេតុហើយឥឡូវហ្នឹងកំពុងតែទំនាក់ទំនងទៅកាន់ជំនាញចរាចរណ៍ដើម្បីមកធ្វើការវាស់វែងនិងស្ទូចយករថយន្តបាទបង្កយកទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយផងដែរ